តាំងតែពីថ្ងៃទី16ខែកញ្ញាបងប្អូនជនជាតិឥណ្ឌាអ្នកកាន់សាសនាហិណ្ឌូបានធ្វើដំណើរមកកាន់តំបន់ពុទ្ធគយាយ៉ាងច្រើនកកកពីព្រោះពួកគាត់ជឿថាទីនេះក៏ជាហិណ្ឌូស្ថានដ៏ស័ក្តិសិទ្ធិផងដែរហើយសេដ្ឋកិច្ចនៅទីនេះក៏ចាប់ផ្ដើមផ្លាស់ប្ដូរមុខមាត់ដោយសារតែចំនួនមនុស្សមកស្វែងបុណ្យនៅទីនេះកាន់តែច្រើនឡើង ពពួកស្មោមយាយចកទាំងឡាយក៏បាននាំគ្នាមកទីនេះដើម្បីជួយបំពេញបារមីដល់អ្នកស្វែងបុណ្យដែលមានសទ្ធាជនជាតិឥណ្ឌាមានលក្ខណៈពិសេសពីរយ៉ាងពួកគាត់ធ្វើទានដោយមិនគិតអំពីសាសនានិងសំពះព្រះដោយមិនគិតអំពីព្រះហើយស្មោមយាយចកក៏អញ្ចឹងដែរពួកគាត់មិនដែលលើកដៃសំពះសុំនិងអរគុណម្ចាស់ទានទេមនុស្សកាន់តែច្រើនឡើងរហូតដល់ប្រលប់យើងពិបាកនឹងដឹងថាអ្នកណាជាពុទ្ធបរិស័ទហើយអ្នកណាជាហិណ្ឌូបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាជឿថាទីនេះជាពុទ្ធស្ថានរីឯអ្នកកាន់សាសនាហិណ្ឌូក៏ជឿថាទីនេះជាហិណ្ឌូស្ថានផងដែរហើយពួកយើងធ្វើសាសនាពិធីរៀងខ្លួនយ៉ាងសន្តិភាពឬអាចនិយាយបានថាព្រះពុទ្ធនិងហិណ្ឌូស្រុះស្រួលចូលគ្នាបានល្អណាស់ក្នុងរដូវនេះជារដូវអ្នកកាន់សាសនាហិណ្ឌូធ្វើបុណ្យប៊ីនដាដានឬបណ្ឌទានជាការឲ្យទានបាយបិណ្ឌដល់ប្រេតនិងឧទ្ទិសកុសលជូនចំពោះមាតាបិតាញាតិការបស់ខ្លួនហើយត្រូវមានព្រាហ្មណ៍ឬអាចារ្យជាអ្នកនាំធ្វើពិធីនិងពោលពាក្យឧទ្ទិសតាមប្រពៃណីរាប់ពាន់ឆ្នាំមកហើយ मात्र गात्र भंगा भवेन माता मृत्युरेव संशयः तस्य निष्क्रमणार्थाये मातृ पिंडम ददाम्यहम् 16 पिंडा गिन लीजिएពុទ្ធបរិស័ទក៏ថ្វាយបង្គំព្រះដើរប្រតិសិននិងអង្គុយសមាធិដើម្បីសន្តិភាពខ្លួនឯងនិងពិភពលោក។